ពុកម៉ែបងប្អូនខ្ញុំបាទណាជាអ្នកភ្លេងណាគេហៅទៅលេងនៅអីជាំសានជាំសានខាត់ព្រះវិហារយើងហ្នឹងជាអ្នកភ្លេងណាគេហៅទៅលេងនៅឯជាំសានខ្ញុំក៏រៀបខ្លួនចេញពីគេហាក់ឋានរួចពេលទៅកងឡានថាទៅអីរវាងខ្ញុំក៏រៀបខ្លួនចេញពីគេហាក់ឋានរួចពេលទៅកងឡានថាទៅអីស្រុករវាងហើយគេថាទៅដល់គេស្វ័យបាត់រួចស្រាប់នឹងតែមើលរកកលចង់ភ្លៀងទៅដល់ស្វាយផាត់ជាតែមិនដឹងងឹតរកកលចាំភ្លៀងខ្ញុំក៏ដកចិត្តឈប់ថាទៅរវាងរួចឲ្យគេវៀងអីមកជាំសានវិញខ្ញុំក៏ដកចិត្តឈប់ទៅរវាងមិនរួចឲ្យគេវៀងមកជាំសានវិញទេទៅដល់ឯជាំសានរួចចុះនៅពីឡានឃើញគេរៀបភ្លេងគេទៅដល់ឯជាំសានរួចចុះនៅពីឡានឃើញគេរៀបភ្លេងគេរៀបបាត់ខ្វែងឲ្យខ្ញុំនេះវង្វេងតែមិនដឹងណាជាលេងនៅមកដុំណាគេរៀបគាត់ខ្វែងឲ្យខ្ញុំនេះវង្វេងតែមិនដឹងណាជាលេងនៅឯមកដុំណាអីគេរៀបមិនអីមិនបានទៅជុំវិញវត្តអស់ចឹងណាទាំងនេះមកដុំទាំងនោះមកដុំដល់ហើយបងនេះខ្ញុំរំនេះសង្ស័យអត់ចំណេញទេទៅចង់ស្ដាប់គេរៀបលេងយ៉ាងម៉េចមិនបានបាក់លេងបាទអីចាំខ្ញុំរៀបវត្តបន្តទៀតណាបងណាដល់ហើយមករំនេះហើយរៀបបន្តទៀតបាទអ្នកលើកណាអីធំបាំងណាគេលើកណាទៅដឹងនៅអីត្រាំខ្នាមិនចឹងអ្នកលើកណាអីធំបាំងណាគេលើកណាទៅដឹងនៅឯត្រាំខ្នាគេដំឡើងឆាកនៅស្រុកក្រូចឆ្មានៅឯក្រូចឆ្មាខេត្តកំពង់ចាមគេដំឡើងឆាកនៅស្រុកក្រូចឆ្មានៅឯក្រូចឆ្មានៅកំពង់ចាមឯអ្នកកាន់ណាឯមិនសើគេឲ្យទៅកាន់នៅឯប្រែកក្តារអ្នកសរេមិនសើគេឲ្យទៅសរេនៅឯប្រែកក្តារអ្នកតខ្សែភ្លើងនៅគ្នាងេមងាមគេនាំមកទៅតនៅកំពង់ធំអ្នកតខ្សែភ្លើងនៅគ្នាងេមងាមមួយគេនាំទៅតនៅកំពង់ធំចំណែកឯដល់ម៉ាស៊ីនភ្លើងដល់គេអូសនៅទៅដាក់នៅឯលើភ្នំរីឯម៉ាស៊ីនភ្លើងលើគេអូសនៅទៅដាក់នៅឯលើភ្នំចំណែកអ្នករំគេមែនអូជុំមួយស្រុកអូជុំរតនគិរីចំណែកអ្នករំទៅបានអូជុំមួយស្រុកអូជុំនៅរតនគិរីយេបងឡៃមែនណាអូណាអើយហត់ណាបងអើយខ្ញុំដឹងលេខតាណានេះអត់ដឹងលេខតាណាទៅលេខតាណៃនេះបាទមើលវាបត់ទៀតដៃស្គរដៃអីនៅតាណាតាណៃចាំថ្ងៃទៅមើលចាំអស់មើលមិនទៀតមើលបាទដៃស្គរដៃអីដាក់តាណាតាណៃខ្លះចាំមើលចំណែកឯដៃស្គរគេឲ្យទៅកាន់នៅស្រុកបាទីងាប់ចំណែកឯដៃស្គរគេឲ្យទៅវាយនៅស្រុកបាទីអ្នកកាន់កតាបាសខំប្រឹងអីសំភីក៏បានទៅកាន់នៅអីសៀមរាបអ្នកកាន់កតាបាសខំប្រឹងអីសំភីក៏បានទៅកាន់នៅអីសៀមរាបនៅសៀមរាបឯដៃអីសូឡូខំប្រឹងដេញធ្ងោនៅអីប្រែកលៀងណារីដៃអីសូឡូក៏ប្រឹងដេញធ្ងោនៅអីប្រែកលៀងចាំបាត់អ្នកភ្លេងចុចអឲ្យស្ទាបនៅក៏បានទៅចុចនៅបាត់ទេមានជ័យចាំបាត់អ្នកភ្លេងចុចអឲ្យស្ទាបនៅក៏បានទៅចុចនៅឯបាត់ទេមានជ័យភ្លេងចាប់នៅអីផ្ដាំលេងសំលេងទៅលឺនៅឯមងឬស័យហ្នឹងបែបពីឡាយភ្លេងចាប់មកទៅអីផ្ដាំលេងសំលេងទៅលឺនៅមងឬស័យលេងតាំងពីថ្ងៃរហូតដល់រាត្រីគ្មានចាស់ប្រុសស្រីឡើងមករំអីហោហើយលេងតាំងតែលេងរហូតដល់រាត្រីក្មេងចាស់ប្រុសស្រីឡើងមករំហោហើយខ្ញុំបាទណាជាអ្នកភ្លេងគិតទៅនៅវងវែងពេញមកស្រុកខ្មែរសំតាមវិញមែនបាទណាជាអ្នកភ្លេងគិតទៅនៅវងវែងពេញមកស្រុកខ្មែរវល់វីពួកមិនដឹងទៅណាទេស្រីតែបើកភ្នែកឡើងនៅឯផ្ទះសង់វល់វីពួកមិនដឹងទៅណាទេស្រីតែបើកភ្នែកឡើងខ្ញុំយល់សពសោះនឹងណាបងប្អូនយល់សពសោះឯងខ្ញុំតែស្ដាប់វាចង់ងាប់កុំប្រកាន់អីបើយល់សពអញ្ចឹងមែន